ចូលមកដល់ចំណុចទី6គឺយើងត្រូវតែកំណត់ឲ្យច្បាស់ទៅលើនិយមន័យនៅមេរៀនមុនក៏ខ្ញុំបានឲ្យនិយមន័យម្ដងហើយដែរនៅមេរៀនទី3នេះគឺបងប្អូនសាកសម័យមើលថាតើ NI National Income ហ្នឹងមានន័យថាម៉េច GNP មានន័យថាម៉េចហើយ GDP មានន័យថាម៉េចព្រោះពីយើងបានរៀនតាំងពីមេរៀនទី1រហូតដល់មេរៀនទី3នេះគឺយើងបានពណ៌នាក៏ដូចជាបានកំណត់ទៅលើន័យសំខាន់នៅពាក្យទាំង3នេះអញ្ចឹងចូលបងប្អូនកំណត់និយមន័យមើលថាចំណូលជាតិហ្នឹងវាកំណត់ទៅលើអីហើយផលិតផលជាតិសរុបហ្នឹងគឺកំណត់ទៅលើប្រភេទចំណូលអីខ្លះហើយនឹងផលិតផលក្នុងស្រុកសរុបហ្នឹងគឺគេកំណត់ទៅលើចំណូលយ៉ាងម៉េចខ្លះនេះគឺជាអ្វីមួយដែលអ្នកសិក្សាទាំងអស់ពិសេសអ្នកដែលរៀននៅក្នុងមេរៀនម៉ាក្រូសេដ្ឋកិច្ចនេះគឺត្រូវតែយល់អូខេឥឡូវបន្ទាប់ពីបងប្អូនបានគិតទាំងអស់គ្នាហើយទៅលើនិយមន័យហ្នឹងខ្ញុំសូមសង្ខេបខ្លីៗមកវិញថាអ្វីទៅជាចំណូលជាតិអញ្ចឹងពាក្យថាចំណូលជាតិនេះគឺយើងចង់សំដៅទៅលើតម្លៃនៃទំនិញឬក៏សេវាកម្មទាំងឡាយដែលបានផលិតនៅក្នុងប្រទេសមួយនៅក្នុងអំឡុងពេល1ឆ្នាំនៃហិរញ្ញវត្ថុអញ្ចឹងគឺយើងគិតជាលុយគិតជាហិរញ្ញវត្ថុនិយាយម្យ៉ាងទៀតថាលទ្ធផលចុងក្រោយនៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិមួយក្នុងរយៈពេល1ឆ្នាំដែលមានតម្លៃជាប្រាក់ត្រូវបានគេហៅថាជាចំណូលជាតិអញ្ចឹងខ្ញុំបានបញ្ជាក់តាំងពីមេរៀនទី1ថាការគណនារកចំណូលជាតិនេះគឺយើងគណនាចំណូលគិតរយៈពេល1ឆ្នាំហើយគិតជាតម្លៃហិរញ្ញវត្ថុដែលទោះបីយើងថាដឹកទំនិញទៅណាតំបន់ណាឬក៏លក់បានប្រមាណហ្នឹងគឺយើងយកមក convert ទៅជាចំនួនហិរញ្ញវត្ថុដើម្បីស្រួលយើងគណនាបើសិនជាចំណូលឧទាហរណ៍កើនបានប្រមាណ1000លានដុល្លារប្រមាណ1000លានដុល្លារអាហ្នឹងហើយគឺយើងកំណត់ទៅលើចំនួនជាសាច់ប្រាក់ចំណុចមួយទៀតគឺយើងសម្គាល់ផងដែរអំពីចំណូលជាតិអញ្ចឹងចំណូលជាតិនេះគឺបានមកពីចំណូលចរន្តហើយនឹងចំណូលមូលធនហើយចំណូលចរន្តចែកចេញជាពីរទៀតគឺចំណូលសារពើពន្ធនិងមិនមែនសារពើពន្ធហើយចំណូលសារពើពន្ធហ្នឹងមានពីរប្រភេទទៀតគឺប្រមូលតាមរយៈពន្ធដែរនិងពន្ធគយហើយចំណូលមិនមែនសារពើពន្ធហ្នឹងគឺបានមកពីចំណូលដូចជាធនធានធម្មជាតិរ៉ែវិស័យទេសចរដីសម្បត្តិសេដ្ឋកិច្ចវិស័យប្រៃសណីសហគ្រាសគ្រឹះស្ថានសេវាសាធារណៈឬក៏វិស័យផ្នែកតឡាការខាងពន្ធប្រដាប់ក្តីឬក៏ចំណូលពីសេវាផ្សេងៗទៀតហ្នឹងឥឡូវយើងចូលទៅដល់ចំណុចមួយទៀតនិយាយអំពី GNP ភាសាខ្មែរយើងនិយាយថាផលិតផលជាតិសរុបអញ្ចឹងGNP នេះគឺជាបរិមាណតម្លៃទំនិញនិងសេវាកម្មដែលប្រជាជននៃប្រទេសមួយនោះបង្កើតបានទាំងក្នុងស្រុកនិងក្រៅស្រុកក្នុងរយៈពេល1ឆ្នាំមានន័យថាម៉េចកន្លែងនេះខ្ញុំចង់បញ្ជាក់ដើម្បីឲ្យបងប្អូនកុំឲ្យច្រឡំអញ្ចឹងបើគេនិយាយទូនាទីត្រឹមតែ GNP យើងបូកចំណូលប្រជាពលរដ្ឋខ្មែរយើងធ្វើការនៅប្រទេសណាក៏ដោយឲ្យតែខ្មែរយើងទៅបង្កើតចំណូលធ្វើការឲ្យគេក៏ដោយទៅធ្វើជាអ្នករកស៊ីវិនិយោគនៅប្រទេសគេក៏ដោយអញ្ចឹងចំណូលដែលបានមកហ្នឹងគឺបូកជាផលិតផលជាតិសរុបដោយសារតែជនជាតិយើងជាអ្នកទៅបង្កើតទៅរកឧទាហរណ៍ទៅរកស៊ីនៅថៃនៅកូរ៉េនៅចិននៅជប៉ុនអញ្ចឹងពេលដែលបានចំណូលមកយកមកបូកជាផលិតផលរបស់ជាតិព្រោះអ្នកបង្កើតគឺដោយសារតែជាតិសាសន៍ខ្មែរយើងជាអ្នកបង្កើតហើយ GNP គឺវាស់វែងអំពីកំណើនសេដ្ឋកិច្ចបើសិនជាផលិតផលរបស់ជាតិមួយមានការកើនឡើងនោះមានន័យថា GNP របស់ប្រទេសនោះគឺកើនឡើងឥឡូវយើងចូលដល់ចំណុចមួយទៀតគឺ GDP ខ្ញុំឲ្យបងប្អូនចាប់អារម្មណ៍កន្លែងហ្នឹងតិចបងប្អូនស្ដាប់ម្ដងពីរដងគឺតែងតែច្រឡំថា GNP ហើយនិង GDP តែមួយតាមពិតវាខុសគ្នាតែទៀតចុងមេរៀនខ្ញុំនឹងមានលំហាត់ឲ្យបងប្អូនពាក់គ្នាទាំងអស់គ្នាលែងច្រឡំហើយបើសិនតែគាត់ថាមើលឬក៏ស្ដាប់ពេលខ្លះស្ដាប់ពីរដងគ្នាច្រឡំអញ្ចឹង GNP គឺវាផ្សេងដល់ GDP គឺវាផ្សេងពីគ្នាហើយការបូកហ្នឹងក៏វាមានមុខងារផ្សេងគ្នាដែរឥឡូវយើងចូលមកដល់មុខងារ GDP ម្ដងដែលភាសាខ្មែរយើងនិយាយថាផលិតផលក្នុងស្រុកសរុបអញ្ចឹងផលិតផលក្នុងស្រុកសរុបគឺជាតម្លៃសរុបនៃអ្វីៗទាំងឡាយណាដែលផលិតនៅក្នុងប្រទេសហើយវាគ្មានបញ្ហាទេបើសិនជាត្រូវបានផលិតដោយពលរដ្ឋខ្មែរក៏ដោយបរទេសក៏ដោយអញ្ចឹងឲ្យតែផលិតនៅក្នុងប្រទេសកម្ពុជាយើងមិនថាជនជាតិជប៉ុនមិនថាចិនមិនថាកូរ៉េមិនថាជនជាតិណាទេឲ្យតែផលិតនៅក្នុងប្រទេសយើងគឺយើងបូកជាចំណូលនៅក្នុងស្រុកយើងហើយនៅក្នុងប្រទេសយើងហើយមួយទៀតប្រសិនបើពួកគេស្ថិតនៅក្នុងព្រំដែនរបស់ប្រទេសនៃផលិតកម្មរបស់ពួកគេគឺត្រូវបានបញ្ចូលក្នុងផលិតផលក្នុងស្រុកសរុបអញ្ចឹងឧទាហរណ៍ដើម្បីងាយយល់ខ្ញុំនិយាយថាវៀតណាមហើយកម្ពុជានៅជួបគ្នាបើសិនជាមានអាជីវកម្មណាមួយខ្មែរយើងទៅបង្កើតនៅព្រំដែនវៀតណាមឧទាហរណ៍តំបន់ប្រវត្តិហើយភាគច្រើនអ្នកមកទិញហ្នឹងសិតតែប្រជាពលរដ្ឋវៀតណាមអញ្ចឹងចំណូលក្នុងស្រុកសរុបហ្នឹងគឺជារបស់ខ្មែរហើយបងឲ្យខ្មែរពួកអីអាជីវកម្មកើតឡើងដោយសារជនជាតិខ្មែរជាអ្នកបង្កើតហើយ
ហើយបើសិនជាវៀតណាមវិញគេបង្កើតតាមព្រំដែនបើក្រុមហ៊ុនឬក៏ផ្សារទំនើបចឹងទៅហើយប្រជាពលរដ្ឋខ្មែរទៅទិញច្រើនមួយថ្ងៃរាប់$10000ចឹងទៅអញ្ចឹងអាចំណូលផលិតផលសរុបក្នុងស្រុករបស់គេហ្នឹងគឺទោះបីខ្មែរទៅទិញក៏ដោយគឺគេបោកទៅឲ្យជនជាតិវៀតណាមហើយព្រោះដោយសារតែអាជីវកម្មមួយហ្នឹងកើតឡើងដោយជនជាតិវៀតណាមនេះខ្ញុំចង់និយាយឲ្យវាដាច់បែបហ្នឹងយើងអាចនិយាយម្យ៉ាងទៀតថាផលិតផលក្នុងស្រុកសរុបគឺជាសច្ចនករសេដ្ឋកិច្ចមួយដែលវាស់វែងអំពីទ្រព្យសម្បត្តិរបស់ប្រជាជាតិមួយឬក៏ជាអ្វីដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសក្នុងរយៈពេល1ឆ្នាំអញ្ចឹង GDP គឺគេមិនមែនគិតមួយខែពីរខែទេគឺ1ឆ្នាំទើបចាប់ផ្ដើមគិតម្ដងហើយប្រតិបត្តិការនៃការកត់ត្រាគឺពីថ្ងៃទី1ខែ1ដល់ថ្ងៃទី31ខែ12រៀងរាល់ឆ្នាំហើយដើម្បីធ្វើការគណនាផលិតផលសរុបក្នុងស្រុកគេអាចប្រើជំរើសមួយទៀតគឺតម្លៃបន្ថែមនៃអ្វីៗដែលបានផលិតនៅក្នុងស្រុកឬក៏ក្នុងប្រទេសហ្នឹងឧទាហរណ៍ខ្ញុំនិយាយពីខាងដើមមេរៀនថាការទិញរថយន្តអញ្ចឹងនៅពេលដែលទិញរថយន្តដំបូងនោះគឺគេគិត GDP តែម្ដងរួចហើយនៅឆ្នាំបន្ទាប់ក៏បានលក់បន្តទៅឲ្យអ្នកទី2អ្នកទី2ទិញទៅយកទៅជួសជុលដូរកង់ទៅអស់1500អញ្ចឹងយើងបូកតម្លៃបន្ថែមតែ1500ទេនៅអត់គិតតម្លៃថ្លៃឡានទៀតទេដល់អ្នកទី3អ្នកទី4គឺធ្វើចឹងដូចគ្នាអានេះគេហៅថាបូកតម្លៃបន្ថែម